ជំរាបសួរខ្ញុំបាទឈ្មោះណនដារីគឺជាគ្រូបង្រៀនថ្នាក់ទី6នៅសាលាបឋមសិក្សាគួចមីលីទូបេងដែលស្ថិតនៅក្នុងស្រុកកំពង់សៀមខេត្តកំពង់ចាមបាទសួស្តីបងប្អូនអរគ្នាយើងវិលជួបគ្នាជាថ្មីម្ដងទៀតហើយតាមរយៈការសិក្សាពីចម្ងាយដោយសារតែស្ថានភាពបច្ចុប្បន្នជំងឺ Covid-19 ក៏នៅក្នុងប្រទេសកម្ពុជាក៏ដូចជាពិភពលោកគឺពុំទាន់ស្ងប់ស្ងាត់នៅឡើយដូច្នេះបងប្អូនអាចរៀនជាមួយលោកគ្រូពីចម្ងាយតាមរយៈបណ្ដាញសង្គមបាទដែលមានដូចជា Facebook និង YouTube ជាផ្លូវការរបស់ក្រសួងអប់រំយុវជននិងកីឡាតាមរយៈប្រព័ន្ធផ្សព្វផ្សាយដែលមានដូចជាទូរទស្សន៍តតក2ទូរទស្សន៍Wiki TV និងទូរទស្សន៍ប៉ុកខ្សែកាបជាច្រើនទៀតបាទដូច្នេះបងប្អូនអរគ្នាកុំភ្លេចខិតខំសិក្សារៀនសូត្រហើយមួយទៀតគឺបងប្អូនកុំភ្លេចធ្វើអនាម័យជាប្រចាំដោយការលាងសម្អាតដៃជាមួយនឹងសាប៊ូអាល់កុលជែលដើម្បីកម្ចាត់ពីមេរោគផ្សេងៗមិនថាមេរោគ Covid-19 នោះទេហើយបងប្អូនអរគ្នាអាចត្រៀមសម្ភារៈសិក្សាជាមួយលោកគ្រូដែលមានដូចជាបាទគឺសៀវភៅសិក្សាគោលគណិតវិទ្យាថ្នាក់ទី6បាទសៀវភៅសរសេរក្តារឈ្នួននិងសម្ភារៈសិក្សាមួយចំនួនទៀតបងប្អូនអាចរៀបសម្ភារៈទាំងអស់នោះដាក់នៅលើតុដូច្នេះយើងនឹងបន្តទៅដល់មេរៀនរបស់យើងនាពេលបន្តិចទៀតបាទអញ្ចឹងបងប្អូនអាចត្រៀមសម្ភារៈឲ្យរួចរាល់សិនទៅបាទលោកគ្រូសង្ឃឹមថាបងប្អូនអរគ្នានឹងបានត្រៀមសម្ភារៈសិក្សារួចរាល់ដាក់នៅលើតុរបស់យើងបាទអរគុណច្រើនបងប្អូនអរគ្នាដូច្នេះយើងនឹងបន្តទៅដល់មេរៀនរបស់យើងបន្តនៅក្នុងថ្ងៃនេះប៉ុន្តែមុននឹងបន្តគឺលោកគ្រូសូមរំលឹកពីអ្វីដែលបងប្អូនទាំងអស់គ្នាបាទបានរៀនជាមួយលោកគ្រូនៅក្នុងថ្ងៃមុនថាតើគណិតវិទ្យានៅក្នុងថ្ងៃមុនយើងរៀនអំពីអ្វីបាទគឺយើងរៀនអំពីមេរៀនទី3គឺវិធីបូកនិងវិធីដកចំនួនទស្សភាគគឺចំណងជើងរងរបស់យើងគឺបាទការដកចំនួនគុតនិងចំនួនទស្សភាគបាទដើម្បីដកចំនួនគុតនិងចំនួនទស្សភាគតើយើងត្រូវធ្វើដូចម្ដេចបាទលោកគ្រូគិតថាបងប្អូនអរគ្នាអាចឆ្លើយបានពីព្រោះយើងបានរៀនរួចហើយเนาะលោកគ្រូគ្រាន់តែរំលឹកទេបាទគឺដើម្បីដកចំនួនគុតនិងចំនួនទស្សភាគយើងត្រូវទី1យើងត្រូវរៀបយើងត្រូវសរសេរចំនួនដែលជាតួដកនោះឲ្យត្រូវតាមខ្ទង់ចំណែកទី2គឺយើងចាប់ផ្ដើមបាទថែមចំណុចទស្សភាគនិងថែម0ឲ្យចំនួនគុតឲ្យត្រូវដើម្បីឲ្យមានខ្ទង់ស្មើគ្នាដល់ពេលចំណុចទី3គឺយើងធ្វើប្រមាណវិធីដកតែម្ដងគឺដោយដកដោយផលដករបស់វាបាទគឺត្រូវតែផ្នែកទស្សភាគនៃផលដកហ្នឹងត្រូវតែឲ្យចំទីតាំងរបស់វាផងដែរបាទហើយលោកគ្រូនឹងមានលោកគ្រូមានកិច្ចការផ្ទះមួយឲ្យបងប្អូនធ្វើត្រូវអត់ថាតើបងប្អូនអរគ្នាបានធ្វើកិច្ចការផ្ទះនោះដែរឬទេលោកគ្រូសង្ឃឹមថាបងប្អូនអរគ្នានឹងបានធ្វើកិច្ចការផ្ទះទាំងអស់នោះដោយយកចិត្តទុកដាក់ឲ្យត្រឹមត្រូវទៀតផងដូច្នេះបងប្អូនអរគ្នាយកសិភៅកិច្ចការផ្ទះរបស់យើងបាទមកកែតម្រូវទាំងអស់គ្នាគឺកិច្ចការផ្ទះលោកគ្រូឲ្យយើងកណនាផលដកយើងចាប់ផ្ដើមធ្វើប្រមាណវិធីទាំងអស់គ្នាតែម្ដងបាទគឺលោកគ្រូចាប់ផ្ដើមដាក់កាយកិច្ចការផ្ទះបាទកាយកិច្ចការផ្ទះតោះកចឹងមិញបងប្អូនអរគ្នាបានឆ្លើយលោកគ្រូរួចហើយថាដើម្បីដកចំនួនគុតនិងចំនួនទស្សភាគយើងទី1គឺយើងចាប់ផ្ដើមបាទសរសេរឲ្យត្រូវតាមខ្ទង់តោះក2ដក 0.75 បាទអញ្ចឹងយើងសរសេរតាមខ្ទង់វាបាទទី2គឺយើងចាប់ផ្ដើមបាទថែមចំណុចឲ្យចំណុចចំនួនគុតនិងថែម0ឲ្យចំនួនគុតហ្នឹងឲ្យមានខ្ទង់ស្មើគ្នាមានន័យថាថែម0ផ្នែកទស្សភាគបាទតោះចឹងយើងចាប់ផ្ដើមដកអញ្ចឹងយើងបានលោកគ្រូបានប្រាប់ហើយលោកគ្រូយើងបានរៀនជាមួយលោកគ្រូរួចហើយអញ្ចឹងដោយសារតែ0នេះវាខ្ចីគ្នាអត់កើតវាអត់មានអីឲ្យខ្ចីយើងត្រូវខ្ចីពីខ្ទង់ភាគ10នេះត្រូវខ្ចីមុនគេភាគ10គឺខ្ចីពីចំនួនគុតផ្នែកខ្ទង់រាយ1បាទ2ខ្ចី1នៅសល់1ពេល1ហ្នឹងចូលទៅខ្ទង់ភាគ10បាន10បាទដូច្នេះអានេះមានហើយខ្ទង់ភាគ10មានហើយអញ្ចឹងដូច្នេះខ្ទង់ភាគ100អាចខ្ចីពីខ្ទង់ភាគ10បានហើយបាទអញ្ចឹងខ្ចី1ពីខ្ទង់ភាគ10មកនៅសល់10ខ្ចី1នៅសល់9អញ្ចឹង1ចូលខ្ទង់ភាគ100គឺឡើងទៅជា10តោះយើងចាប់ដើមដកតែម្ដង10ដក5នៅសល់5 9ដក7នៅសល់2បាទចុច1ដក0 1អញ្ចឹងចម្លើយលំហាត់ករបស់យើងគឺឃើញបាទ 1.25 1.25
25 ខតោះខ15ដក9 ចុច 362 បាទតោះបានហើយត្រូវដាក់ចុចថែម0ចំនួន 3 តោះខ្ចីបន្តដំបូងគេគឺខ្ចីខ្ទង់ភាគ10មុនគេគឺខ្ចីពីខ្ទង់រាយបាទខ្ចីពីខ្ទង់រាយ1 5ខ្ចី1នៅសល់4 1ចូលទៅខ្ទង់ភាគ10បានជា10 10បូក0នៅតែ10ដដែលបាទខ្ចីខ្ទង់ភាគ10ហើយទៅខ្ទង់ភាគ100ខ្ចីពីខ្ទង់ភាគ10បន្តបាទខ្ចីពីនេះ1នៅសល់9បាទ9ចូលទៅក្នុងខ្ទង់ភាគ100មានថា1ពីខ្ទង់ភាគ10ចូលទៅខ្ទង់ភាគ100គឺឡើងទៅជា10បាទបានហើយខ្ទង់ភាគ100មានហើយត្រូវខ្ទង់ភាគពាន់ខ្ចីបន្តខ្ទង់ភាគពាន់ខ្ចីពីខ្ទង់ភាគ100បន្ត10ខ្ចី1នៅសល់9អញ្ចឹងអានេះចូលមក1បាន10តោះចាប់ផ្ដើមដកតែម្ដង10ដក2បាទនៅសល់8 9ដក6នៅសល់3 9ដក3នៅសល់6បាទចុចដាក់ឲ្យចំទីតាំង4ដក9អត់កើតទេត្រូវការខ្ចីពីលេខ1នឹងខ្ទង់10 1ខ្ចីអស់ហើយសល់0 1បញ្ចូលទៅក្នុងខ្ទង់រាយបាន10 10បូក4បាន14អញ្ចឹង14ដក9បាទ14ដក9នៅសល់5ដូច្នេះ0នេះបាន0ដដែលណា0នៅមានដកផងបាទអញ្ចឹងចម្លើយរបស់យើងគឺបាទគឺ 5.638 បាទខ្ទង់កែវ8ដក 5.185 បាទតោះយើងដកតែម្ដងដាក់ចុចថែម03បាទតោះចៃនេះសល់7អានេះឡើងជា10បាទ10ទៅខ្ទង់ភាគ100ខ្ចីបន្តនៅសល់9អានេះចូលវិញបាន10វិញត្រូវទេបាទតោះខ្ទង់ភាគពាន់ខ្ចីម្ដងអានេះឡើងជា10វិញអានេះនៅសល់9បាទតោះដក10ដក5នៅសល់5 9ដក8នៅសល់1 9ដក1នៅសល់8ចុចបាទដាក់ចំទីតាំង7ដក5នៅសល់2ចម្លើយគឺបាទគឺ 2.815 ខបាទខ28មានចំនួនទស្សភាគដកចំនួនកូដវិញម្ដងបាទដក28.45ដក12អញ្ចឹង12ក្រោម28បាទដាក់ចុចបាទដាក់ចុចថែម0 5ដក0 5 4ដក0បាទ4ចុចដាក់ចំទីតាំងរបស់វា8ដក2នៅសល់6 2ដក1នៅសល់1បាទដូច្នេះចម្លើយរបស់វាគឺបាទ 16.45 បាទនេះគឺជាចម្លើយកិច្ចការផ្ទះរបស់យើងទាំង4ខ្ទង់លោកគ្រូគិតថាបងប្អូនអរគ្នាបានធ្វើហើយត្រឹមត្រូវទៀតផងដូច្នេះយកសភៅរបស់យើងកែមកបាទទង្គខកខហើយបងប្អូនអាចដាក់បន្ទុកបានគឺមួយខ្ទង់គឺលោកគ្រូផ្ដល់ជូនឲ្យ2បន្ទុកកន្លះអញ្ចឹង4បាន10 2កន្លះ5បូកនៅនេះទៀត5ទៀត2នេះបាន5ទៀត10បាទតោះអរគុណច្រើនបងប្អូនអរគ្នាដូច្នេះយើងនឹងបន្តទៅដល់មេរៀនរបស់យើងមួយទៀតបាទបងអាចកែតម្រូវកិច្ចការផ្ទះនឹងសិនទៅបាទអរគុណច្រើនបងប្អូនអរគ្នាបាទដូច្នេះថ្ងៃនេះយើងនឹងរៀនមេរៀនមួយទៀតគឺតាក់ទងជាមួយនឹងគណិតវិទ្យាបាទ
ថ្នាក់ទី6គឺសិភៅសិស្សរបស់យើងគឺទំព័រទី16មេរៀនទី3គឺវិធីបូកនិងវិធីដកចំនួនទស្សភាគដដែលគឺចំណងជើងរងគឺការប៉ាន់ស្មានផលដកចំនួនទស្សភាគអញ្ចឹងយើងបានរៀនពីការប៉ាន់ស្មានផលបូកចំនួនទស្សភាគរួចហើយដូច្នេះថ្ងៃនេះយើងរៀនអំពីប៉ាន់ស្មានផលដកវិញបាទនៅក្នុងមេរៀននេះដែរគឺមានគោលបំណងឲ្យបងប្អូនអរគ្នាឬក៏អ្នកសិក្សាទាំងអស់ចេះប៉ាន់ស្មានបាទចេះប៉ាន់ស្មានឬក៏ប្រមាណទៅលើបរិមាណណាមួយឲ្យបានត្រឹមត្រូវតាមរយៈមេរៀនវិធីដកចំនួនទស្សភាគសំទោសមេរៀនការប៉ាន់ស្មានផលដកចំនួនទស្សភាគនេះផងដែរបាទគឺវាផ្សារភ្ជាប់ជាមួយនឹងជីវភាពរបស់យើងរស់នៅជាក់ស្ដែងបាទដូចជាយើងរកទៅដល់តម្លៃប្រហែលបាទអរគុណដូច្នេះលោកគ្រូមានលំហាត់ឧទាហរណ៍មួយឲ្យបងប្អូនទាំងអស់គ្នាបាទសង្កេតឲ្យបងប្អូនទាំងអស់គ្នាអាចអានទៅលើឧទាហរណ៍នេះសិនថាតើឧទាហរណ៍របស់យើងគេចង់បានអ្វីហើយគេត្រូវធ្វើដូចម្ដេចបាទយើងមើលឧទាហរណ៍របស់យើងឲ្យបងប្អូនអាចអានសិនទៅបាទបងប្អូនអានទៅលើឧទាហរណ៍របស់យើងដោយយកចិត្តទុកដាក់ថាតើនៅក្នុងឧទាហរណ៍របស់យើងគេចង់បានអ្វីហើយយើងត្រូវធ្វើដូចម្ដេចបាទតោះឥឡូវយើងអានឧទាហរណ៍របស់យើងទាំងអស់គ្នាឧទាហរណ៍គេថាពូវ៉ាន់តាមដានការលូតលាស់កូនជ្រូករបស់គាត់ដែលមានលទ្ធផលដូចតទៅខែទី1មានទម្ងន់ 10.562 គីឡូក្រាមនិងខែទី2កូនជ្រូកមានទម្ងន់ 14.255 គីឡូក្រាមតើក្នុងមួយខែកូនជ្រូករបស់គាត់ឡើងទម្ងន់ប្រហែលប៉ុន្មានគីឡូក្រាមម្ដងទៀតពូវ៉ាន់តាមដានការលូតលាស់របស់កូនជ្រូកម្ដងទៀតពូវ៉ាន់តាមដានការលូតលាស់កូនជ្រូករបស់គាត់ដែលមានលទ្ធផលដូចតទៅខែទី1មានទម្ងន់ 10.562 គីឡូក្រាមនិងខែទី2កូនជ្រូកមានទម្ងន់ 14.255 គីឡូក្រាមតើក្នុងមួយខែកូនជ្រូករបស់គាត់ឡើងទម្ងន់ប្រហែលប៉ុន្មានគីឡូក្រាមបាទអញ្ចឹងយើងអានរួចហើយបងប្អូនទាំងអស់គ្នាសង្កេតមើលថាតើពូវ៉ាន់គាត់មានអ្វីបាទគឺគាត់មានកូនជ្រូកណាថាតើកូនជ្រូករបស់គាត់នេះគាត់តាមដានមានន័យថាគាត់តាមដានទៅលើទម្ងន់របស់ជ្រូកថាតើជ្រូករបស់គាត់ក្នុងមួយខែទៅមួយខែឡើងទម្ងន់បានប្រមាណឬក៏ស្រកទម្ងន់បានប្រមាណជាទូទៅយើងចិញ្ចឹមជ្រូកយើងតែចង់បានជ្រូកហ្នឹងឡើងទម្ងន់ឲ្យធំធាត់ណាបាទតែជ្រូករបស់គាត់នេះឡើងទម្ងន់ដែរឥឡូវយើងមើលថាក្នុងខែទី1ទម្ងន់របស់ជ្រូកបាន 10.562 គីឡូក្រាមតែដល់ពេលខែទី2កូនជ្រូកឡើងទៅដល់ 14.255 គីឡូក្រាមបាទគេថាតើក្នុងមួយខែហ្នឹងកូនជ្រូកឡើងទម្ងន់ប្រហែលប៉ុន្មានគីឡូពាក្យថាប្រហែលអញ្ចឹងបងប្អូនទាំងអស់គ្នាបានសិក្សាអំពីវិធីបូកចំនួនទស្សសំទោសការប៉ាន់ស្មានផលបូកចំនួនទស្សភាគរួចហើយអញ្ចឹងពាក្យថាប្រហែលមានន័យថាគេចង់ដឹងថាជ្រូកនឹងឡើងទម្ងន់តែប្រហែលគីឡូទេគេអត់គិតទៅលើបើសិនជាគិតទៅលើគីឡូអាចមានខាំមានអីតែគេគិតតែចង់បានតែគីឡូប្រហែលគីឡូក្រាមបាទអញ្ចឹងពាក្យប្រហែលគឺគេតកតងជាមួយនឹងការប៉ាន់ស្មានហើយបាទអញ្ចឹងបើយើងធ្វើប្រមាណវិធីវិញថាតើកូនជ្រូករបស់គាត់ឡើងប្រហែលគីឡូធ្វើប្រមាណវិធីអីទាំងអស់គ្នាយើងគិតមើលបាទគឺយើងធ្វើប្រមាណវិធីបាទធ្វើប្រមាណវិធីដកគឺបាទបងប្អូនអរគ្នាយកអ្វីដកចំនួនអ្វីដកចំនួនអ្វីបាទគឺយើងធ្វើប្រមាណវិធីដកគឺយកទម្ងន់របស់កូនជ្រូកពូវ៉ាន់ហ្នឹងនៅក្នុងខែទី2យកទៅដកទម្ងន់នៅក្នុងខែទី1គឺឃើញទម្ងន់តែជ្រូកគាត់ឡើងគីឡូហើយបាទ
tỏ chứ dương bàn là 3 លេខ dương bán bạn đập 4 và đập 4 cho này 225 kg và độ nâng đập cho 562 kg thả tá cồn chụp rồi bỏ quát lang từ nguồn pro hai phần man kilo và pro hai phần man kilo vì pro cái số rốt đầm lai pro hai chẳng dừng đằng ấy tha nhà pro hai bà cứបែបនេះតោះអញ្ចឹងយើងគិតមើលថាដើម្បីដកដើម្បីប៉ានស្មានផតដកចំនួនទស្សភាគបានតើយើងត្រូវធ្វើដូចម្ដេចយើងមានរបស់លេខហើយបាទដូច្នេះដើម្បីដកវាបានទាំងអស់គ្នាគឺយើងត្រូវតែបានត្រូវតែបង្កត់ឥឡូវយើងមើលសិនថាពេលដែលលោកគ្រូសរសេរជារបស់លេខបែបនេះពេលដែលយើងធ្វើជាជួឈរតើយើងសរសេរបានយ៉ាងម៉េចបាទទៅពេលដែលយើងធ្វើជួឈរគឺយើងចាប់ផ្ដើមរៀបចំនួននោះគឺត្រូវតាមខ្ទង់ឥឡូវយើងមើលចំនួនខ្ទង់របស់វាតើខ្ទង់វាស្មើគ្នាដែរឬទេបាទគឺមានខ្ទង់ស្មើគ្នាអញ្ចឹងយើងបានសរសេរយើងសរសេរបានតោះយើងធ្វើជួឈរតែម្ដងរៀបជាជួឈរសិនអញ្ចឹងយើងបាន14.255 គីឡូក្រាមបាទយកទៅដកនឹងលោកគ្រូមិនដាក់ខ្នាតទៀតទេបាទយើងយកទៅដកនឹង10.562បាទរៀបវាតាមខ្ទង់ហើយបាទអញ្ចឹងលោកគ្រូបានប្រាប់ឲ្យថាប៉ាន់ស្មានយើងត្រូវតែធ្វើបានប៉ាន់ស្មានឬក៏ប្រហែលយើងត្រូវតែបង្កត់ឥឡូវដើម្បីបង្កត់បងប្អូនអរគ្នាយើងមើលទៅលើខ្ទង់បាទយើងមើលទៅលើខ្ទង់បើសិនជាយើងយកលេខទាំងអស់នេះទៅរៀបក្នុងខ្ទង់យើងវិញមានថាតារាងតម្លៃលេខតាមខ្ទង់របស់យើងវិញថាតើយើងដាក់លេខណាខ្លះនៅក្នុងខ្ទង់ណាឥឡូវយើងសង្កេតមើលទាំងអស់គ្នាបាទយើងយកលេខទាំងអស់នោះដាក់នៅក្នុងខ្ទង់សិនបាទបាទ 14.255 គីឡូក្រាមតើលេខប៉ុន្មានដែលស្ថិតនៅក្នុងខ្ទង់រាយឬក៏លេខប៉ុន្មានស្ថិតនៅក្នុងខ្ទង់10បាទបើសិនជាយើងមើលទៅលេខ1នេះប្រកាសជាស្ថិតនៅក្នុងខ្ទង់បាទខ្ទង់10អញ្ចឹងនៅខ្ទង់10មានបន្ទះនេះចំនួន1ទៅអត់បាទអញ្ចឹងយើងលោកគ្រូដាក់1បាទដល់ពេលខ្ទង់រាយគឺមានចំនួន4បាទគ្រូដាក់តោះរាប់ទាំងអស់គ្នា1 2 3 4បាទបន្តទៀតចុចបាទចំណុចរបស់យើងលោកគ្រូដាក់ណាបាទនេះចំណុចរបស់យើង2នៅខ្ទង់ភាគ10អញ្ចឹងយើងដាក់លេខដាក់ប្រទេសនេះចំនួន2បាទ1 2បន្តទៀតលេខ5នៅខ្ទង់ភាគរយយើងដាក់ប្រទេសហ្នឹងចំនួន5ដែរ1 2 3 4 បាទ5បន្តលេខ5បន្តទៀតនៅក្នុងភាគពាន់តោះរាប់បាន5 1 2 បាទ3 4 5នេះលោកគ្រូយកតំណាងបូដកដាក់នៅក្នុងតារាងរួចអស់ហើយអញ្ចឹងដើម្បីប៉ានស្មានវាបានទាំងអស់គ្នាសមសង្កេតទៅមើលតារាងរបស់យើងថាតើយើងដាក់លេខទៅដាក់ចំនួននៅក្នុងតារាងរបស់យើងត្រូវហើយឬនៅបាទ1បាទនោះ1នេះយើងមើលលេខនេះបាទ1បាទតបមក4បាទមានថា1នៅខ្ទង់10 4នៅខ្ទង់រាយបាទចំណុចទស្សភាគតបមក2មានថា2នៅខ្ទង់ភាគ10 5នៅខ្ទង់ភាគរយហើយ5នៅខ្ទង់ភាគ
ប៉ុនដូច្នេះដើម្បីបានស្មានបងប្អូនទាំងអស់គ្នាចូលរួមសង្កេតជាមួយលោកគ្រូទាំងអស់គ្នាបាទសង្កេតមើលទៅលើដើម្បីបានស្មានយើងសង្កេតមើលទៅលើខ្ទង់ភាគ10ឥឡូវយើងមើលខ្ទង់ភាគ10ថាតើខ្ទង់ភាគ10របស់យើងមានចំនួនប៉ុន្មានបាទខ្ទង់ភាគ10របស់យើងគឺមានចំនួន2បាទតោះឥឡូវយើងចាប់ផ្ដើមលោកគ្រូគូសគំនូសតាំងមួយថាលេខរបស់យើងគឺលេខ 14.255 អញ្ចឹងបើលោកគ្រូគូសគំនូសបន្ទាត់លើបន្ទាត់ចំនួនរបស់យើងបងសង្កេតមើលសិនបាទបងប្អូនអាចតាមដានឲ្យតាន់លោកគ្រូសូមសរសេរខ្លីដើម្បីបងប្អូនងាយមើលបាទតោះអញ្ចឹងបន្តចំនួនគឺមានលេខ0រហូតដល់លេខ9ឥឡូវយើងមើលនៅខ្ទង់ភាគ10របស់យើងតើនៅខ្ទង់ភាគ10របស់យើងមានលេខប៉ុន្មានគឺមានលេខ2អញ្ចឹងបើលេខ0ដល់លេខ9លោកគ្រូសូមសរសេរលេខសិន0 0 1 2 3 4 5 6 7 8 9បាទយើងមានតែ9ទេបាទតោះដើម្បីបានស្មានវាបានលោកគ្រូបញ្ជាក់ឲ្យថាយើងទៅមើលខ្ទង់ភាគ10ខ្ទង់ភាគ10លេខ2អញ្ចឹងយើងមើលនៅក្នុងបន្ទាត់ចំនួនរបស់យើងបាទគឺលេខ2នៅខាងនេះបាទគឺ 14.254 តែយើងមើលតែលេខ2ទេលេខ2បងអូនបើសិនជាបងអូនរាប់ទៅខាងស្ដាំមានតែពីឆ្វេងទៅស្ដាំវិញនេះពីនេះវិញបងអូនរាប់មើលតើមានប្រមាណប្រឡោះបាទរាប់មកទាំងអស់គ្នាលេខ2ទៅណា1 2 3 4 5 6 7អញ្ចឹងបងប្អូនអរគ្នាបើយើងរាប់ពីនេះទៅខាងពីឆ្វេងទៅស្ដាំនេះពីលេខខាងមានតែខាងលេខ2ទៅណាអញ្ចឹងយើងបានចំនួន7ប្រឡោះតែបើយើងរាប់ពីលេខ2មកខាងនេះវិញបាទ1 2ឥឡូវបើយើងធ្វើដំណើរ7 ម៉ែត្រឬក៏2ម៉ែត្រតើមួយណាដល់មុនគេប្រកាសជា2ឯងចិត្តជាងទៅអត់បាទអញ្ចឹងលេខ2នេះវាមកខាងនេះអញ្ចឹងមានន័យថាលេខ2ហ្នឹងវាត្រូវធ្វើដំណើរមកខាងនេះចិត្តជាងបាទមានមកខាងនេះចិត្តជាងដល់ពេលទៅខាងនេះឆ្ងាយជាងបើសិនជាចិត្តជាងយើងត្រូវតែបង្គុតវាយ៉ាងម៉េចបងប្អូនទាំងអស់គ្នាបាទគឺយើងបង្គុតវាចុះអញ្ចឹងកន្លែងហ្នឹងគឺលេខ2ហ្នឹងគឺយើងត្រូវបង្គុតចុះបាទបង្គុតចុះចាំមើលថាតើលេខប្រមាណខ្លះយើងត្រូវបង្គុតចុះចាំមើលបន្តទៀតបាទអញ្ចឹងលេខ2នេះយើងត្រូវបង្គុតចុះបើសិនជាបង្គុតចុះបងអូនទាំងអស់គ្នាយើងអត់មានវាបង្គុតចុះវាកន្លែងនេះវាខ្លាយទៅជា0អស់ហើយវាអត់មានអីទៀតទេវាមានតែខាងនេះចំនួនគុតវានៅតែបើវាបង្គុតចុះអញ្ចឹងបើលេខ2នេះបង្គុតចុះលោកគ្រូដកចេញណាបាទអត់មានអីទៀតទេវា0ហើយដក1 2អស់ហើយបាទអស់លេងគ្រូដកខាងនេះដែរព្រោះយើងប៉ះពាល់តែភាគ10តើអានេះ0ខាងនេះ0អស់ហើយបាទពីព្រោះយើងបង្គុតវាទៅជាចំនួនធ្វើវាទៅជាឲ្យទៅជាចំនួនគុតសិនបាទនេះអស់ហើយបើជាចំនួនគុតលែងមានចំណុចហើយបាទអញ្ចឹងវានៅតែ14ដកដែរដូច្នេះកន្លែងនេះខ្ទង់នេះបើយើងបង្គុតវាទៅវាបាន14នេះកន្លែងនេះយើងបង្គុតវាទៅមានថាបង្គុតណា 14.255 បង្គុតបានជា14បាទតោះបងប្អូនអរគ្នាកន្លែងនេះមានថាបង្គុតបាទបង្គុតបាទអញ្ចឹងបងប្អូនមើលតួដកបន្តទៀត 10.562 អញ្ចឹងធ្វើដូចគ្នាដែរគឺយើងត្រូវតែបង្គុតដូចគ្នាថាតើ 10.562 បង្គុតបានប្រមាណអញ្ចឹងយើងកលេចទៅមើលខ្ទង់ភាគបាទភាគ10តើខ្ទង់ភាគ10លេខប៉ុន្មាន
បាទគឺលេខ5អញ្ចឹងយើងមើលទៅលើបន្ទាត់ចំនួនរបស់យើងលេខ5តើលេខ5យើងគួរតែបង្កត់ចុះឬក៏បង្កត់ឡើងមិញលេខ2បង្កត់ចុះហើយឥឡូវយើងមើលលេខ5យើងរាប់ទៅបន្តទៀតបើសិនយើងរាប់ទៅខាងនោះវិញ1 2 3 4មានន័យថា4បន្លោះបាទ4ឥឡូវលោកគ្រូសិនបាន4បើយើងរាប់មកខាងនេះវិញ1 2 3 4 5បើមកខាងនេះវា5បាទវាមកខាងនេះវា5ឥឡូវយើងមើលថាតើលេខ5គួរទៅខាងណាដែលចិត្តជាងបាទខាងនេះអញ្ចឹងខាងនេះយើងត្រូវតែបង្កត់វាយ៉ាងម៉េចបងប្អូនអរគ្នាបាទទៅ9គឺយើងបង្កត់ឡើងបាទបង្កត់ឡើងតើយើងបង្កត់ឡើងបានប៉ុន្មាន10.562បង5បង្កត់ឡើងមានថាឡើងបានចំនួន1ចឹងមានថាកន្លែងនេះមកដុំនេះគឺបាន1បញ្ចូលទៅក្នុងនេះបាន1 1បូក10បានទៅជា11ដូច្នេះយើងបង្កត់វាបាន11បាទ11បាទដកឥឡូវយើងមើលយើងដកតែម្ដងយើងមើលទៅលើតារាងរបស់យើងអញ្ចឹងលោកគ្រូបានបញ្ជាក់ណាយើងត្រូវបង្កត់សិនយើងមើលតារាង4យើងត្រូវតែដក1អញ្ចឹង4នេះវានៅក្នុងខ្ទង់អីទាំងអស់គ្នានៅក្នុងផ្នែកគត់គឺនៅក្នុងខ្ទង់រាយអញ្ចឹង4នេះគេដក1ចេញតើ4ដក1ស្មើប្រមាណតោះឥឡូវយើងមើល1 2 3 4ដក1ចេញលោកគ្រូដកឯណាបាទលោកគ្រូដក1ចេញបាទតើវានៅសល់ប៉ុន្មាន1 2 3អញ្ចឹងវានៅសល់3ដូច្នេះ4ដក1នៅសល់3បាទចុះបើខ្ទង់10វិញ1ដក1ចុះបើខ្ទង់10នៅក្នុងតារាងរបស់យើងមានប៉ុន្មានមាន1អញ្ចឹងបើយើងដក1ចេញតើខ្ទង់10មាននៅសល់ដែរឬទេបាទខ្ទង់10អស់ហើយអញ្ចឹងវានៅសល់0ដូច្នេះចម្លើយរបស់យើងគឺនៅសល់3នៅក្នុងតារាងយើងមាន3មែនអត់មែនអញ្ចឹងត្រឹមត្រូវនៅបងប្អូនទាំងអស់គ្នាបាទដូច្នេះយើងផ្អែកទៅមើលទៅលើលំហាត់របស់យើងសំដៅឧទាហរណ៍របស់យើងគេថាតើក្នុងមួយខែកូនជ្រូករបស់គាត់គឺរបស់ពូវ៉ាន់ហ្នឹងឡើងទម្ងន់បានប្រហែលប៉ុន្មានគីឡូចម្លើយគឺបានប្រហែលបាទគឺប្រហែលប្រហែលនេះបាទគឺ3គីឡូអញ្ចឹងកន្លែងចម្លើយរបស់យើងគឺប្រហែល3គីឡូចឹងលោកគ្រូសុំលុបនេះចេញហើយយើងដាក់ចម្លើយរបស់យើងតែម្ដងបាទប្រហែល3គីឡូក្រាមបាទយ៉ាងម៉េចដែរបងប្អូនទាំងអស់គ្នាបាទលោកគ្រូគិតថាបងប្អូនទាំងអស់គ្នាប្រហែលជាអាចយល់ច្បាស់ទៅលើការប៉ាន់ស្មាននេះអញ្ចឹងលោកគ្រូសូមបញ្ជាក់កន្លែងនេះបន្តិចទៀតឥឡូវបងប្អូនចាប់ផ្ដើមទាញឲ្យលោកគ្រូថាតើលេខប៉ុន្មានខ្លះដែលយើងត្រូវបង្កត់ឡើងមានថាលេខនៅក្នុងខ្ទង់ភាគ10លេខប៉ុន្មានខ្លះដែលត្រូវបង្កត់ឡើងហើយនឹងលេខប៉ុន្មានខ្លះដែលត្រូវបង្កត់ចុះបាទឥឡូវយើងមើលលេខ5ទៅខាងនោះយើងត្រូវបង្កត់ឡើងអញ្ចឹងលេខ5មកខាងនេះត្រូវបង្កត់ចុះមែនអត់ឥឡូវឧទាហរណ៍ថាលោកគ្រូដាក់លេខ4វិញឧទាហរណ៍ថាលោកគ្រូដាក់លេខ4ត្រូវបង្កត់ទៅណាខ្ទង់ភាគ10លេខ4យើងមើលថាបើសិនជាលេខ4រាប់ទៅខាងនេះប៉ុន្មាន1 2 3 4 5ខាងនេះ5រាប់មកខាងនេះវិញ1 2 3 4អញ្ចឹង5និង4មួយណាចិត្តជាង4ចិត្តជាងត្រូវអត់មានថាមកខាងនេះបាន4វាទៅចិត្តជាងអញ្ចឹងមានន័យថាប្រកួតចុះអញ្ចឹងមានន័យថាចាប់ពីលេខ4អញ្ចឹងលោកគ្រូសរសេរណាអញ្ចឹងបើបាទខ្ទង់អីបងប្អូនអរគ្នាមិញលោកគ្រូឲ្យមើលខ្ទង់អីមិញបាទខ្ទង់ភាគ10បើខ្ទង់ភាគ10ខ្ញុំសូមលុបឡើងនេះតិចបើខ្ទង់ភាគ10មានលេខបាទមានលេខ0ដល់លេខ4យើងត្រូវបង្កត់បាទយើងត្រូវបង្កត់ចុះបាទបញ្ជាក់ណាយើងត្រូវបង្កត់គឺបង្កត់ទៅជាចំនួនគត់មានថាបង្កត់ចុះ
ba tung ba tung hiện đó miên lệ pram bánh buồn hỏi pram từ nè pram đo pram bốn bá tung hiện đó miên lệ pram đo lệ pram bốn dương trừ đo lệ nè đo lệ pram bốn dương trừ bằng cốt ấy ta óc nè bát bằng cốt là miền Thái Lan cho nên tầm án bát từ Lan tại muối ấy bà chắc là cô phải chạm đòn tiết lơ tàng trong nồi là bà dường nè bà lấy ní chắp bị lệch buồn ní màu khẳng chuế mình là lệch buồn đó lệch sâu được còn lệch sâu đó lệch bốn nhưng trao bằng cốt ba bằng cốt trâu và một cột chót sâu là hai đọc p lấy pram chắp bị lấy pram cuộc bài này tới lấy pram đó lấy pram búa nhưng tới bằng cốt lại ta bằng cốt lại nó lại cho nên phần mán là cô gì mà đâu tiết lại cho nên phần mán lại tại mùi tỷ bà ní cứ từ lỡ bằng toát chầm nuồn cái hai tháng bằng toát chầm nuồn bà vì là dân thời trần nám còn chứng tam là gì ạ ca phơ lồng hạt bài ní ôi xong tôi ưu họ bài ní từ lời ca ban sman thọ đội trong nôn tôi sẽ táo bông ôn ở khi ban vô cầm rệt nà hãy bông kết mất hà đảm bay ban sman thọ đội trong nôn tôi sẽ dưỡng trời phơ đôi mà đạch tam là gì ạ từ lời ưu họ đã bảo dưỡng cho mùi lục rùm mình bà bông kết mất hà đảm bay ban sman thọ đội trong nôn tôi sẽ dưỡng trời phơ đôi mà đạch bạn lúc rút sân khâm tháp ôn ai chơi bán vì vừa dương mang cho rùm sạc xa thằng ọc nè cứ đâm bay độ pan đâm bay pan sman thọ độ chấm nón tôi sắp cứ dương trừ nè cứ trừ bằng cốt chấm nón tôi sắp hiện nú ao từ chia chấm nón cột bạn bây giờ dương bằng cốt tới chia chấm nón cột hai dương chập đang thôi chẳng mấy bạn độ vi tài mà đòn được chứ này dương mơ bẩn nhạt ở bao dương và bẩn nhạt ở bao dương bạn ở đây dương mơ bẩn nhạt ở bao dưỡng ôn cho room an bẩn nhạt sân tới tha ta bẩn nhạt ở bao dưỡng thưa đôi cho vay để dương mang thật xa cho mọi lực ru đai được tề bạn cái thà đạp bấy ban sman thọ độ chấm nuôn tua sập phía dương trâu bằng cốt chấm nuôn tua sập phía ao từ chia chấm nuôn cốt ruồi thưaประมาณ vị thị đỏ đôi cho vậy là bọn ở đây bàn sạc xà thế bạn ở con cứ dương thời ta bằng cốt chấm nuôn tua sập phía nó ao từ chia chấm nuôn cốt à lấy dương mở tha ta dương bằng cốt lực hữu ban bạch trẻ con tha bằng cốt lơ tông ná bạn cứ dương trâu ta bằng cốt từ lơ mơ từ lơ tông phía hiện đạp nó tông hiện đạp này tôi sắp hiện đây chừng tôi sắp hiện chẳng đạp bay con ai con chẳng làm lực hữu xong bật chạy lại nền tịnh ná à lấy lực hữu xong cài lại nền tịnh đạp bay ở ôn ở ní nắng vô can tại chắc ba con ai chẳng làm ta chẳng lực hữu xong cài lại nền tịnh mấy lịch pram nó lên 4 mấy dương bằng cột láng thà rồi hái lực hữu xong xe khẳng lớn và bằng cột làng và chẳng dương mơ từ lứa nè tông thiện đạp bà chứ dương mơ từ lứa tông thiện đạp và một cột chó chẳng đạp ba dương mơ từ lứa bá tốt dưới trời xong tốt bá ba tông này nè bá tông thiện đạp hiện đáp bà tông hiện đáp ở này tôi sắp phía này tôi sắp phía nơi chấm nôn tôi sắp phía bà này chấm nôn tôi sắp phía chẳng mình này tha dương mơ tại này tôi sắp phía tề
bà miền lệ miền lệ cứ lệ xốn này là khổ xâm lục lại nên tích bà nè cái thà bà tông phía đạp này tu sập phía này chấm nuôn tu sập phía miền lệ bà lệ xốn đó lệ 4 dương trao bằng cốt trỏ bà lệ pram đó lệ pram 4 dương trao bằng cốt làng chấm nuôn bạt mũi cho từ nóng chấm nuôn cốt bà dươngนี่คือdương mưa tại tông phía đạp tề con côngจะล้อมแต่เลยตรงดอกขนาดไหนอาเต้คือยังมือแต่ในตัวสเปียเต้ตอนนี้ผมบอกดอกนี้บ่าปัญญาตบยืงกี่หัวนับแผลท้าเอายืงบังกดจำนวนตัวสเปียเอาเตยเชียจำนวนกดจังปอนกงจะล้อมคือยังมือแต่ตรงเพียดอกบ่าเอาคนชนะปอนดอกนี้แล้วก็รู้ก็ทาปอนดอกนี้ยืงจะบักแต่เลยมีเรียนในหายโดยเฉพาะดำใบเอากันแต่จะบักมาทางติดแล้วก็รู้มีลำหัดจำนวนใบไอปอนดอกนี้เถื่อต่อจับดามโยสืบเผยเปรี้ยงหรือก็กระดาษชูดบอกอ้นมกทั่วลมหัดบ่าเยินออกนี่cái thà cho pan sman thọ độ hàng cào và pan sman đầm lấy chỉ nhá ấy tao ởนี้bàคือปลอหายเนาะบ่าปอนอาเทอประมาณวิธีขังครามบ่าตามเอาไว้ได้ยังเทอเจ้าปอนเกิดเลือกราชนวนมาทาตาเลยตึงอ่อนที่ได้ยังเลือกหูได้เอายังดอกนังปานสมานังสมานังปนมานจำล้อคือเชี่ยจำนวนกดบ่าเลือกรู้ตุกเปลอยปอนออกนี้ดิจะเปลบาดปีนิตีดำใบเกิดบ่าต่อbây giờ thôiประมาณวิธีนะประมาณวิธีขังกราวcóต่อเจ้ารุ่งทั่วจมูกลูกครูแต่มาดองก็ปรำเบยจดแบบไผ่บุญดอกบ่าดอกปรำจดจัดสปรำจังเกี่ยวยืงเราแต่ดำไหลประหารไม่ได้ทัดเฟือกาปานสมาเนี่ยยืงเหมือนดอกแต่มาดอกแต่คือยืงจับดาบบังกดบ่าจังกิท้าไตรบังกดจำนวนตัวสพีเอาเตยเชียจำนวนกดอะไรยืงมือกิท้ามือตรงเพี้ยดาบนี่เลยปีหนึ่งเลยปรำปีเลยปีปอนมือถาตาเลยโซนอะไรบุญมีเลยปีขนมนางเอ๋ถ้ายืงกดจมกดล้างบาดบังกดจ่อจังบ่ายืงบังกดจ่อดิฉเน่ปรำใบจดแบบไผ่บุญนี้ยืงบังกดจ่ออันนี้ใครจะโซนเอาให้จังเลยใบได้จังมีทางบังกดเชียจำนวนกดบ้านปรำใบบ่าเราเป็นอะไรนี่เว้ยเลยปรำปีเว้ยยืงบังกดจ่อหรือก็บังกดล้างบาดเลยปีเลยปรำปียืงบังกดล้างโจตึกขนมนี้มวยเถอะล้างมวยจังปรำโจมวยบ้านปรำมวยบ่าจังยังดอกหนึ่งปรำใบดอกหนึ่งปรำมวยบ่าจังลูกครูสมรุปนี้ก็เอาคงจะล้ำบ่าตัดดอกแต่ดอกปรำใบดอกปรำมวยในสาวบ้านในสับปีโดยเฉพาะจำลายกอระบายเยื้องปรำใบจดมาไพ่บ้วนดอกหนึ่งปรำจดจัดสับปรำลำลายประหารระบายเวียหรือก็ปานสมานคือประหารปีบ่าประหารปีต้องขอมาไพ่จัดสปรามวยดอกปรำใบจัด34บ่าตาบังกุฎตะบานปอนนานเลยปรำปีหนึ่งเลยใบเลยปรำปีบังกุฎล้างบาทล้างจำนวนมันปอนออกนี้คือจำนวนมวยไปโชว์ขนมมาไพ่บ้านมาไพ่มวยบาทดอกตาใบบังกุฎจ้อคือโซนอาหารจังเลยดอกปรำใบดอกได้บ่าจังมาไพ่มวยดอกปรำใบดอกม้าปอนออกนี้มวยดอกปรำใบอัดกาเตคือล้างดอกมวย
anh ấy đi sáu mùi đập mùi độ làm bấy đi sáu bảy bà anh ấy mùi độ muối sồn chân trong lời là bao nhiêu pro hái cứ pro hái bảy bà nít tung kho đập bê tung kéo sai sập rắm đó pram bấy bà pram bấy chói một phay pram bấy bà tao chân dương mưa này chi chấm nón cột chân ấy bao đỏ khía chân bà dương đã chói tham sau này khục tông bà này bao đỏ khía bà bán đôi khía dư dương trời đã chấm nón cột này mình ha thời đã chấm nói tham sồn vì phụ dương đã chấm nói tham sồn cột chấm nón nó mình trai pro đài bà tao dương chập đau bằng cột tam đòn mơ lệch trong phía đó lệch số lệch pì số bằng cốt trò chân sai sắp làm chụp son son bằng cốt tới nơi tại ban tại sai sắp pram bay chụp một thầy pram bay bằng cốt lệch mơ lệch pì bằng cốt cho chân nơi sao pram bay đợt đài chân sai sắp pram độ pram bay nó bà ta giờ mở độ đòi lực hủ má pram đó pram bay ắt cát lan trên đập pram mà đi nơi sáu bảy đáp pram độ pram bảy nơi sáu pram pí bảy ở miền độ thế bà này cứ chấm lại bỏ vía cứ sam sắp pram pí đi nhé làm lại bà hái là không làm hạt cỡ rồi có bàn smart cứ smart bà hái sam sắp pram pí bà ở con trán bọn ở khía lực ru cái tha bọn ở khía ban phơi lồng hạt tại ở ní trầm trớ hay nâng vô cho ba hàm pi merian đi phong đài chẳng làm bay can tại cho ba bàn thàm tiết cứ lực ru miên cây cạp tè ở bọn ở khía phơi bà bọn mới cây cạp tè bảo dưỡng bà được nên lực ru xong đặt lại ní lực ru xong lục lồng hạt cơ muối đầm bay đặt cây cạp tè bảo dưỡng bà bọn mới cái cặp tè bảo dưỡng ai vô sẽ phải cái cặp tè bảo dưỡng máu mà cọt cái cặp tè bà cái cặp tè lực rú cho bọn nó khía chỗ pan smart thọ độ bà cứ đầm lại bỏ vía cứ đầm lại pro hài nè pro hài bà độ máu pra hái ta pra haiประมาณ chân dân vô từ lời vị thị phơi hái đầm bay pan sman phọ độ này bán cứ dương trời bằng cột chấm nón tôi sập hiện nó ai tới chia chấm nón cột hái bàn dương phơi ประมาณ vị thị cứ dương phơi ประมาณ vị thị đôi lục ru phơi bọn ở này phơi làm hạt này chừng bạn ở con lục ru sừng khâm tha bọn ở này nâng bàn vô cho ba âm pi cái cặp tè mùi ní đại lục ru nâng đào chun ở bọn ấy mùi bên tiếp bọn ai bay sập phơi pom rồi bỏ bọn bà cứ nước không tùng po ti đập làm mùi bà đập làm mùi bà đọc ra mũi cứ miên lông hạt chỉ trơn bà mê riêng bỏ dưới ní cả pan sman phọ đội chun tôi sphia tập bỏ đọc ra mũi miên lông hạt thì pì chân dương phơ đôi ở đôi kia đá bờ bọn ai liệt pê phơ đầm bay cằn tại chợ bảng á cứ dương phải từ lơ bẩn nhặt ở bỏ giường bà cứ đầm bay đọ chum nôn ở sông tốt đầm bay pan sman phọ đội chun tôi sphia bán thời bằng cốt với chia chum nôn cốt nó bà chân phơ ở lông hạt đi bàn thai trên nền hông sập hơi pom đầm bỏ dưới đầm bay cằn tại chợ bảng bạn mũi tiết cứ bọn ở khné công plei thưa sẵn là cái ca đại lục cru nơi tam sala bỏ ổn quạt đằng đào chun ổn thưa tam là dạ bọn ở khné ban riêng cho mùi lục cru pi chẳng ngay tàn dạ video mùi này sừng không đáp bọn ở khné nơi thưa sẵn là cái ca nấu cho mùi nơi cái cặp té bát đào dấu cho tục đại hai trầm trời bạn bọn không plei ta liên sầm ạt đáy cho mùi nơi sợ bố rồi có alcohol chéo làm bay cầm chặt pi mê rộp xem xế mình tham mê rộp covid đập rầm buồn ca nào dừng thưa nào máy thưa ấy số cập hiện dừng lõ bà hơi giữ nâng riêng can tại cái phòng đài để chứ này mê riêng ở bao lục ru riêng ở bằng riêng ở bênนี้lục ru xong bánh cháp cứ tẹt tông cho mùi nâng mê riêng cái đất vị trí thằng tì pram muối siêu phơi sát tầm po tì đập pram muối mê riêng tì bấy vị thị bốc nâng vị thị độ chấm nón tua sập hía chấm nón trường rớm cứ cá pan sman thọ độ chấm nón tua sập hía bạn nơi bênนี้lục ru xong bánh cháp bạn xong ở cún xong chấm riệp lìa